សួស្តីមកកាន់វីដេអូរបស់ខ្ញុំក្នុងវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបមួយដែលនិយាយពីការរៀបចំនៅសញ្ញាតិកាមុននឹងយើងធ្វើជាសៀវភៅឬក៏ឯកសារផ្សេងៗនៅក្នុងកម្មវិធី Microsoft Word ជាដំបូងគឺអ្នកទាំងអស់គ្នាត្រូវតែចុចចូលនៅក្នុងកម្មវិធី Microsoft Word បន្ទាប់ពីអ្នកទាំងអស់គ្នាចុចចូលនៅក្នុងកម្មវិធី Microsoft Word ហើយអ្នកទាំងអស់គ្នាត្រូវតែជ្រើសរើសกระดาษថ្មីមួយបន្ទាប់មកគឺយើងនឹងឃើញតម្រងបែបនេះគឺអ្នកទាំងអស់គ្នាតទៅពីអ្នកទាំងអស់គ្នាឃើញពាក្យថា layout ហើយអ្នកទាំងអស់គ្នាចុចចូលលើវាមួយមកបន្ទាប់មកអ្នកទាំងអស់គ្នាទៅរកសញ្ញាព្រួយនៅកន្លែងកាយនេះដែលមានឈ្មោះថា page setup នៅក្នុង page setup នេះវាមាន margin paper និង layout នៅក្នុង margin នេះគឺជាចំណុចដែលយើងត្រូវតែកំណត់ទំហំកែមផ្នែកខាងលើខាងក្រោមនិងខាងឆ្វេងនិងខាងស្ដាំជាទូទៅផ្នែកកែមនេះគឺអ្នកទាំងអស់គ្នាអាចដាក់2សង់ទីម៉ែត្រឬក៏ 1.5 សង់ទីម៉ែត្រនៅក្នុងការកំណត់នេះគឺខ្ញុំដាក់2សង់ទីម៉ែត្រកន្លែងខាងក្រោមនេះគឺវាមានក្តារជាក្តារផ្ដេកឬក៏ក្តារបញ្ឈរបើអ្នកទាំងអស់គ្នាចង់បានជាក្តារផ្ដេកអ្នកទាំងអស់គ្នាចុចនៅកន្លែងក្តារផ្ដេកទៅបើអ្នកទាំងអស់គ្នាចង់បានជាក្តារបញ្ឈរអ្នកទាំងអស់គ្នាចុចទៅលើក្តារបញ្ឈរនៅក្នុង margin នេះគឺយើងកំណត់តែប៉ុណ្្នឹងទេបន្ទាប់មកគឺយើងទៅរកពាក្យថា paper នៅក្នុង paper នេះគឺយើងត្រូវតែជ្រើសរើសក្រដាសដែលយើងចង់បានជាទូទៅគឺយើងរើសក្រដាស A4 គឺជាក្រដាសដែលយើងប្រើទូទៅគឺជាទំហំក្រដាសរាមដែលយើងប្រើសប្តាហ៍ថ្ងៃហ្នឹងយើងជ្រើសរើសពាក្យថា A4 បើអ្នកទាំងអស់គ្នាអត់ឃើញ A4 នោះទេអ្នកទាំងអស់គ្នាគ្រាន់តែចុចសញ្ញាព្រួយចូលមកក្រោមមកអ្នកទាំងអស់គ្នានឹងឃើញក្រដាស A4 នៅក្នុង page setup នេះគឺអ្នកទាំងអស់គ្នាកំណត់តែប៉ុណ្ណឹងបានហើយកន្លែងផ្សេងៗវាអត់ជាសំខាន់អីនោះទេបន្ទាប់ពីអ្នកទាំងអស់គ្នាកំណត់រួចរាល់អស់ហើយអ្នកទាំងអស់គ្នាចុចពាក្យថា OK វានឹងរួចរាល់ជាការស្រេចបន្ទាប់ពីអ្នកទាំងអស់គ្នាកំណត់នៅ page setup រួចរាល់អស់ហើយអ្នកទាំងអស់គ្នាត្រូវដឹងថាតើអ្នកទាំងអស់គ្នាចង់ធ្វើជាសៀវភៅហ្នឹងប្រភេទសៀវភៅបែបណាតើវាមានគម្របមានចំណុចមាតិកាឬក៏អារម្មណ៍កថាអីផ្សេងៗហ្នឹងដែរឬទេបើអ្នកទាំងអស់គ្នាចង់បានប្រភេទលេខ1ឧទាហរណ៍ថាយើងចង់បានលេខ1ហ្នឹងវាមកចេញនៅกระดาษឬក៏ទំព័រទី2អីចឹងទៅគឺអ្នកទាំងអស់គ្នាចុចចូលនៅពាក្យថា layout ពេលនោះអ្នកទាំងអស់គ្នានឹងឃើញពាក្យជាច្រើនដែលអ្នកទាំងអស់គ្នាមិនឃើញតែអ្នកទាំងអស់គ្នាកុំចាប់អារម្មណ៍អីអ្នកទាំងអស់គ្នាទៅមើលកន្លែងដែលមានពាក្យថា break ប៉ុណ្្នឹងបានហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ថាកន្លែង cursor របស់យើងនឹងយើងចង់ផ្ដាច់ទំព័រផ្នែកខាងលើឬក៏ផ្នែកខាងក្រោមបើយើងចង់ផ្ដាច់ទំព័រនៅផ្នែកខាងលើយើងត្រូវតែដាក់ cursor យើងឲ្យនៅខាងមុខអក្សរបើយើងចង់ break នៅខាងក្រោមឲ្យវាលោតទំព័រថ្មីផ្នែកខាងក្រោមយើងដាក់cursor របស់យើងពីក្រោយអក្សរបន្ទាប់ពីនឹងហើយអ្នកទាំងអស់គ្នាជួយចូលកន្លែងពាក្យថា break ហ្នឹងទៅអ្នកឆ្ពេកពេលនោះវានឹង break ឲ្យយើងជាការស្រេចបន្ទាប់ពីយើងចុច break រួចរាល់អស់ហើយអ្នកទាំងអស់គ្នាត្រូវដឹងចំណុចមួយដ៏សំខាន់ដែរអ្នកទាំងអស់គ្នា double click ទៅលើកបាល់ទំព័រឬក៏ជើងទំព័រហ្នឹងពេលនោះវានឹងបង្ហាញកន្លែង link to previous អ្នកទាំងអស់គ្នាគ្រាន់តែដក text នៅលើវាដកកុំឲ្យវាមានសញ្ញាហ្នឹងប៉ុណ្ណឹងបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវតែដកទីលើទីក្រោមកបាល់ទំព័រនិងជើងទំព័រហ្នឹងផ្នែកខាងលើហ្នឹងគឺយើងសម្រាប់ដាក់ជាក្របអញ្ចឹងតែយើងអត់ដាក់ជាលេខរៀងនោះទេយើងចង់បានលេខរៀងនៅទំព័រទី2ហើយវាលោតជាលេខរៀងទី1គឺអ្នកទាំងអស់គ្នាចុចចូលនៅពាក្យថា page number បន្ទាប់មកអ្នកទាំងអស់គ្នាទៅរកពាក្យថា bottom of page ហើយអ្នកទាំងអស់គ្នាទៅជ្រើសរើសនៅប្រភេទលេខទំព័រដែលអ្នកទាំងអស់គ្នាចង់បានពេលនោះអ្នកទាំងអស់គ្នានឹងឃើញលេខ2មាននៅទំព័រទី2តើអ្នកទាំងអស់គ្នាចង់បានលេខ1នៅទំព័រទី2អ្នកទាំងអស់គ្នាគ្រាន់តែ select នៅលើលេខ2ហ្នឹងហើយអ្នកទាំងអស់គ្នាទៅរកពាក្យថា format page number កន្លែងនេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាត្រូវជ្រើសរើសថាអ្នកទាំងអស់គ្នាចង់បាន number format ហ្នឹងជារបៀបណានៅក្នុងចំណុចនេះគឺខ្ញុំចង់បង្ហាញថាខ្ញុំចង់ដាក់ជាលេខរ៉ូម៉ាំងខ្ញុំទៅរកលេខរ៉ូម៉ាំងបន្ទាប់ពីអ្នកទាំងអស់គ្នាឃើញលេខរ៉ូម៉ាំងហើយអ្នកទាំងអស់គ្នាកន្លែងចុចពាក្យថា start art អ្នកទាំងអស់គ្នា select ពាក្យថា start art ពេលនោះវានឹងលោតលេខរ៉ូម៉ាំងជាលេខ1ឲ្យយើងនៅទំព័រទី2អ្នកទាំងអស់គ្នាដឹងថាតើយើងដាក់លេខរ៉ូម៉ាំងនឹងធ្វើអី
ការដាក់លេខរមាំងនេះគឺយើងដាក់តែចំណុចយើងទៅធ្វើជាមេតិកាអារម្មណ៍កថានិងក៏ឧទ្ទិសកថាអីផ្សេងៗដែលអ្នកទាំងអស់គ្នាចង់ដាក់នៅផ្នែកក្បាលនៃសាច់មេរៀនរបស់យើងអញ្ចឹងទៅបាទបន្ទាប់ពីអ្នកទាំងអស់គ្នាបានព្រាបម្ដងហើយអ្នកទាំងអស់គ្នាទៅព្រាបម្ដងទៀតដើម្បីយើងដាក់ជាលេខទំព័រផ្សេងមួយទៀតនៅក្នុងខ្លឹមសារមេរៀនអ្នកទាំងអស់គ្នាគ្រាន់តែធ្វើដូចមិញហ្នឹងមកអ្នកនរនេះចុចដូចគ្នាអ្នកនេះទៅដក to preview ដូចគ្នាដូចគ្នាហើយកន្លែងលេខ1លេខរមាំងហ្នឹងអ្នកនរគ្នាគ្រាន់តែ select លើវាមួយមកហើយអ្នកនរគ្នាទៅរក page number ដដែលហើយអ្នកនរគ្នាទៅចុចរកពាក្យថា format page number បន្ទាប់មកអ្នកនរគ្នាទៅដូរកន្លែង number format ហ្នឹងអ្នកគ្នាទៅដូរលេខអ្នកនរគ្នាចង់បានជាលេខរៀងរបៀបណាដូចនេះខ្ញុំដាក់ជាលេខ1លេខ2ធម្មតាហើយខ្ញុំដាក់ start art បន្ទាប់មកគ្នាចុច start art ហើយអ្នកគ្នាគ្រាន់តែចុច OK វានឹងចេញលេខរៀងទី1នៅទំព័រទី3បាទអ្នកនរគ្នាឃើញហើយកន្លែងទំព័រទី1នៅខាងលើគេបង្អស់អត់មានចេញជាលេខរៀងទេវាចាញ់ចាប់ពីទំព័រទី2វាចាញ់ជាលេខរមាំងលេខ1ជាលេខ1ចាប់ពីទំព័រទី3វាចាញ់ជាលេខ1ធម្មតាយើងកន្លែងនេះគឺយើងធ្វើជាអារម្មណ៍កថាមើលអ្នកទាំងអស់គ្នា enter វានឹងដូចជាលេខរមាំងលេខ1លេខ2លេខ3ជាលេខរមាំងនេះវាចាញ់ជាលេខ2លេខ2រមាំងមានឧទ្ទិសកថាអញ្ចឹងទៅតែដែលយើងចង់បានចង់ដាក់ពីសៀវភៅរបស់យើងផ្នែកខាងលើយើងអត់ដាក់ជាអ្វីទេគឺយើងធ្វើជាការូបសៀវភៅផ្នែកខាងលើយើងអត់ដាក់លេខទំព័រឲ្យវានោះទេឧទាហរណ៍ពេលនេះគឺខ្ញុំបង្ហាញពីក្របសៀវភៅខ្ញុំបានជាក្របសៀវភៅមួយហើយខ្ញុំធ្វើជាអារម្មណ៍កថាខ្ញុំគ្រាន់តែ copy វាព្រោះអីខ្ញុំបានធ្វើវាម្ដងរួចរាល់អស់ហើយអារម្មណ៍កថាយើងបានអារម្មណ៍កថាមួយកន្លែងសេចក្តីថ្លែងអំណរគុណនេះខ្ញុំមិនបានបង្ហាញទេខ្ញុំគ្រាន់តែដាក់ក្នុងជើងវាទេតែអ្នកទាំងអស់គ្នាចង់ធ្វើបែបហ្នឹងវាដូចតែគ្នាទេអ្នកគ្នាកុំរកវាដូចតែគ្នាទេកុំឲ្យវាស៊ីពេលវេលាយូរយើងធ្វើតែអារម្មណ៍កថានិងមេតិកាអ្នកទាំងអស់គ្នាមើលទេបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏ឆ្ងល់មិនច្បាស់អីណាអ្នកទាំងអស់គ្នាអាច comment សួរនៅក្រោមវីដេអូនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញឲ្យអ្នកទាំងអស់គ្នាម្ដងទៀតមកដល់ចំណុចនេះគឺខ្ញុំបានបង្ហាញពីការដាក់ជាមេតិកាជាដំបូងអ្នកទាំងអស់គ្នាទៅតែកំណត់heading ឲ្យចំណុចជើងមេរៀនរបស់អ្នកទាំងអស់គ្នាកន្លែងមេតិកាហ្នឹងកន្លែងអារម្មណ៍កថាឬក៏ឧទ្ទិសកថាហ្នឹងអ្នកទាំងអស់គ្នាដាក់ heading ទៅដើម្បីយើងធ្វើជាមេតិកាដូចខ្ញុំបង្ហាញហ្នឹងដាក់ heading មួយកន្លែងចំណងជើងធំដាក់ heading មួយទាំងអស់នេះគឺជាខ្លឹមសារមេរៀនទាំងមូលឬក៏ខ្លឹមសារឯកសារទាំងមូលអ្នកទាំងអស់គ្នាត្រូវតែដាក់ heading នៅលើចំណងជើងអ្នកទាំងអស់គ្នាឲ្យគ្រប់ចំណងជើងអ្នកទាំងអស់គ្នាដើម្បីយើងធ្វើជាមេតិកាយើងដាក់ទៅតាម heading level យើងមាន level 1 level 2 level 3អញ្ចឹងទៅខ្ញុំបានកំណត់រួចរាល់អស់ហើយនៅកន្លែង heading ខ្ញុំបានលម្អិតនៅក្នុងការកំណត់ heading នោះទេព្រោះអីខ្ញុំមានធ្វើជាវីដេអូមួយរួចរាល់អស់ហើយពីការធ្វើមេតិកាហ្នឹងកន្លែងកំណត់ heading វាអត់មានអីជាពិបាកណាស់ទេគាត់អស់គ្នាគ្រាន់តែកំណត់វាទៅចុចលើហ្នឹងទៅហើយយើងដឹងថា level នៃចំណងជើងមេរៀនយើងនៅក្នុង level ណានៅយើងធ្វើមេតិកាយើងទៅរកកន្លែងពាក្យថា reference ពេលនោះវាបង្ហាញតម្រងមេតិកាជាច្រើនឲ្យយើងហើយយើងចុចនៅកន្លែងចំណុចខាងលើគេទៅពេលនេះវាបានបង្ហាញមេតិកាឲ្យយើងជាការស្រេចយើងគ្រាន់តែកំណត់វាទៅយើងមិនបាច់ទៅធ្វើការកំណត់ចំណងជើងផងកំណត់ទំព័រផងព្រោះយើងពេលខ្លះទៅយើងអាចច្រឡំពេលខ្លះទៅយើងអាចច្រឡំចំណងជើងនៅទំព័រអីចឹងទៅបាទពេលនេះវាបានបង្កើតមេតិកាឲ្យយើងហើយអ្នកនរគ្នាឃើញហើយមេតិកាដែលយើងបានបង្កើតយើងមិន
ញញៃក្នុងការកំណត់លេខទំព័រឬក៏ក្នុងជើងមេរៀនម្ដងមួយនេះទេយើងកំណត់តែម្ដងរួចជាការស្រេចបន្ទាប់ពីយើងបានធ្វើជាមាតិកាហើយការរៀបចំសន្លឹកទីការមនុស្សយើងធ្វើជាសៀវភៅមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនានៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ